បាទសូមគោរពជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានប្រធានបទមួយចង់លើកឡើងមកនិយាយគឺខ្ញុំបានដាក់ចំណងយើងថាធម្មជាតិដែលយើងគួរស្វែងយល់សម្រាប់ដំណើរជីវិតប្រចាំថ្ងៃរបស់យើងបាទអឺខ្ញុំតែងតែលើមកថាការសិក្សាពធមនុស្សដ៏ច្រើនតែនិយាយថាយើងនៅក្មេងណាមិនទាន់សិក្សាពធទេចាំចាស់ចាំស្ដាប់ធម៌ចាំចាស់ចាំរៀនធម៌ចាំចាស់ចាំទៅវត្តបាទអញ្ចឹងសំណួរសួរមកវិញថាហេតុអីបានជាយើងត្រូវសិក្សាតាំងតែពីក្មេងសិក្សាពធតាំងតែពីក្មេងដោយមិនចាំបាច់តទៅចាស់ទៅយើងសិក្សាពធបាទធម្មតាមនុស្សជាទូទៅតែងប្រាថ្នាឲ្យជួបនូវសេចក្តីសុខបាទដោយសារតែជីវិតបច្ចុប្បន្ននេះគឺតែងតែជួបនូវសេចក្តីទុក្ខដ៏ច្រើនទាំងទុក្ខផ្លូវកាយនិងទាំងទុក្ខផ្លូវចិត្តបាទប៉ុន្តែមនុស្សទាំងឡាយនោះបែរជាគិតថាក្នុងពេលបច្ចុប្បន្ននេះមិនទាន់ល្មមនឹងសិក្សាពធនៅឡើយទេចាំពេលក្រោយទៀតចាំចាស់បន្តិចទៀតចាំរួចការងារនេះចាំរួចការងារនោះចាំទៅសិក្សាពធហេតុអីទៅមកពីគាត់មិនបានដឹងថាទី1គាត់មិនបានដឹងថាព្រះធម៌នោះគឺជាឱសថក្នុងការព្យាបាលនៅជំងឺគឺសេចក្តីទុក្ខរបស់គាត់ទាំងទុក្ខផ្លូវកាយនិងសេចក្តីទុក្ខផ្លូវចិត្តបាទគាត់មិនដឹងថាព្រះធម៌គឺជាឱសថសម្រាប់ព្យាបាលនៅជំងឺគឺសេចក្តីទុក្ខដែលគាត់កំពុងតែជួបប្រទះរាល់ថ្ងៃផងអញ្ចឹងហើយបានគាត់គិតថាមិនបាច់ទាន់រៀនពធក្នុងពេលឥឡូវនេះទេចាំចាស់ជំរៀនប្រៀបដូចនឹងអ្នកជំងឺប្រសិនបើគាត់ដឹងថាខ្លួនបើប្រសិនបើគាត់ដឹងថាថ្នាំមួយនឹងឱសថមួយនឹងអាចព្យាបាលជំងឺដែលគាត់កំពុងតែកើតរាល់ថ្ងៃនេះខ្ញុំគិតថាច្បាស់ណាស់ថាគាត់ជាមិនប្រកែកថាទេខ្ញុំមិនទាន់លេបថ្នាំហ្នឹងទេចាំចាស់ចាំខ្ញុំលេបប៉ុន្តែមូលហេតុដែលគាត់ប្រកែកមិនព្រមមិនទាន់លេបថ្នាំហ្នឹងគឺដោយសារតែគាត់មិនដឹងថាថ្នាំហ្នឹងអាចព្យាបាលជំងឺដែលគាត់កំពុងតែឈឺចាប់ក្នុងពេលបច្ចុប្បន្នហ្នឹងឯងបាទបើសិនបើគាត់ដឹងគាត់មិនប្រកែកទេមែនទេមូលហេតុដែលគាត់ប្រកែកគឺដោយសារតែគាត់មិនដឹងហ្នឹងឯងគាត់មិនដឹងថាថ្នាំហ្នឹងអាចព្យាបាលជំងឺរបស់គាត់បានហើយយ៉ាងណាមិញការសិក្សាប្រធមក៏ដូចគ្នាមូលហេតុដែលគាត់មិនទាន់សិក្សាប្រធមក្នុងពេលបច្ចុប្បន្ននេះចាប់ពីពេលនេះទៅគឺដោយសារតែគាត់មិនដឹងថាព្រះធម៌ហ្នឹងគឺជាឱសថអាចព្យាបាលនៅសេចក្តីទុក្ខទាំងឡាយដែលគាត់កំពុងតែជួបប្រទះក្នុងពេលបច្ចុប្បន្នហ្នឹងហើយមានមនុស្សជាច្រើនបានយល់ឃើញថាការសិក្សាពធការបប្រតិបត្តិធម៌ការស្ដាប់ធម៌ការទៅវត្តគឺជាការសន្សំនៅបុណ្យសម្រាប់ទៅជាតិក្រោយបាទមិនមែនសម្រាប់ដោះស្រាយបញ្ហាក្នុងពេលបច្ចុប្បន្នទេគឺសម្រាប់សន្សំបុណ្យកុសលសម្រាប់ឲ្យជាតិក្រោយនឹងបានប្រសើរជាងជាតិនេះជាដើមបាទច្រើនគិតបែបនេះហើយដល់គិតរឿងអំពីរឿងជាតិក្រោយអញ្ចឹងគាត់មិនទាន់ច្បាស់ថាតើជាតិក្រោយមានឬក៏អត់អញ្ចឹងបើគាត់មិនទាន់ច្បាស់ថាជាតិក្រោយមានឬក៏អត់ផងហើយការធ្វើបុណ្យក្នុងពេលឥឡូវនេះការសិក្សាពធក្នុងពេលឥឡូវនេះដើម្បីជាតិក្រោយឯនោះច្បាស់ណាស់ថាគាត់មិនទាន់សម្រាប់ក្នុងការប្រឹងប្រែងសិក្សារៀនសូត្រទេគាត់ថាចាំចាស់តិចទៅព្រោះជារឿងជាតិក្រោយនោះរឿងដែលត្រូវគិតគឺបច្ចុប្បន្ននេះគាត់គិតចឹងណាព្រោះគាត់មិនដឹងថាព្រះធម៌នេះគឺជាឱសថព្យាបាលរោគក្នុងពេលបច្ចុប្បន្ននេះឯងព្យាបាលនៅបញ្ហាដែលគាត់កំពុងតែជួបប្រទះក្នុងពេលបច្ចុប្បន្ននេះឯងបើគាត់ដឹងគាត់មិនប្រកែកទេគាត់នឹងចាប់ដើមសិក្សាពីឥឡូវនេះទៅនេះជាមូលហេតុទី1ដែលមនុស្សដ៏ច្រើនមិនព្រមបើកចិត្តសិក្សាពធក្នុងពេលនេះតាមដែលខ្ញុំមើលឃើញណាហើយមូលហេតុមួយទៀត
មូលហេតុទី2គឺមកអំពីគាត់មិនដឹងដល់ខ្លួនឯងជាអ្នកជំងឺបាទមិនទាន់ដឹងដល់ខ្លួនឯងគឺជាអ្នកជំងឺប្រៀបដូចជាគាត់ដឹងថាថ្នាំនេះសម្រាប់ព្យាបាលជំងឺហើយប៉ុន្តែគាត់គិតថាខ្លួនគាត់អត់ឈឺបាទអញ្ចឹងគាត់ត្រូវលេបថ្នាំធ្វើអីគាត់ថាយើងប្រាប់គាត់ថាបងឯងឈឺហើយបងឯងត្រូវលេបថ្នាំគាត់ប្រកែកមកវិញថាខ្ញុំមានឈឺណាបាទខ្ញុំមានឈឺណាអញ្ចឹងមានអីត្រូវឲ្យខ្ញុំលេបថ្នាំបើខ្ញុំអត់ឈឺផងថ្នាំគេសម្រាប់តែអ្នកឈឺតាឃើញទេច្បាស់ជាប្រកែកបែបហ្នឹងព្រោះអីព្រោះមិនដឹងថាខ្លួនឯងមានជំងឺស្មានតែខ្លួនឯងនឹងជាបាទហេតុអីបានមិនដឹងថាជំងឺព្រោះមិនដឹងថាអ្នកសេចក្តីទុក្ខដែលកើតឡើងរាល់ថ្ងៃនេះវាជាជំងឺសេចក្តីមូម៉ៅសេចក្តីខឹងក្រោធសេចក្តីលោភលន់ទាំងអស់នេះគឺជាជំងឺហើយគាត់អត់បានដឹងថានឹងគឺជាជំងឺអញ្ចឹងគាត់ប្រកាសជាមិនស្វែងរកឱសថដើម្បីមកព្យាបាលទេដូចអ្នកជំងឺដែលមិនដឹងថាខ្លួនឈឺផងទៅលើថ្នាំទៅអីមែនទេបាទតែបើសិនជាគាត់ដឹងថាខ្លួនឯងគឺជាអ្នកជំងឺច្បាស់ណាស់គាត់ប្រកាសជាស្វែងរកឱសថដើម្បីមកព្យាបាលជំងឺរបស់ខ្លួនគាត់ហើយដោយពាក្យមួយគេថាអ្នកបុគ្គលល្ងងគង់ឆ្លាតខ្លះនៅពេលដែលដឹងខ្លួនឯងហ្នឹងល្ងងប៉ុន្តែប្រសិនបើមិនដឹងថាខ្លួនឯងនេះល្ងងទេច្បាស់ណាស់គឺគ្មានថ្ងៃអាចធ្វើឲ្យខ្លួនឯងប្រសើរជាងមុនបានទេបាទអញ្ចឹងបុគ្គលមួយចំនួនមិនដឹងខ្លួនឯងគឺជាអ្នកជំងឺផងអញ្ចឹងមានអីត្រូវស្វែងរកឱសថដើម្បីមកព្យាបាលច្បាស់ណាស់គឺមិនរកទេនេះជាមូលហេតុពីរយ៉ាងដែលខ្ញុំមើលឃើញថាធ្វើឲ្យមនុស្សដែលច្រើនមិនសិក្សានៅពុទ្ធធម៌បាទហើយពុទ្ធធម៌ក្នុងទីនេះគឺខ្ញុំចង់សំណើដល់ព្រះធម៌ដែលមានបង្រៀនដោយព្រះសម្មាសម្ពុទ្ធបានបង្រៀនដោយព្រះសម្មាសម្ពុទ្ធគឺព្រះធម៌ដែលមានក្នុងពុទ្ធសាសនាហើយចុះយើងធ្វើម៉េចបើដឹងថាព្រះធម៌នឹងជាឱសថហើយយើងធ្វើម៉េចទើបដឹងថាយើងនឹងគឺជាអ្នកជំងឺហ្នឹងតើតែយើងរៀនសិនណាហ្នឹងក៏យើងរៀនព្រះធម៌សិនរៀនព្រះធម៌សិនមើលថាតើព្រះធម៌នឹងគឺជាឱសថមែនអត់ដូចខ្ញុំថាមែនអត់ហើយរៀនព្រះធម៌សិនមើលនឹងមើលឃើញថាខ្លួនឯងគឺជាអ្នកជំងឺមែនអត់ឬក៏ជាបុគ្គលដែលជាសះស្បើយដោយមិនត្រូវការឱសថសម្រាប់ព្យាបាលទេអញ្ចឹងជំហានទី1ដើម្បីដឹងបានគឺតើតើយើងរៀនសិននឹងឯងបាទចុះបន្ទាប់ពីយើងរៀនហើយតើឱសថនឹងទៅព្យាបាលយើងយ៉ាងដូចម្ដេចឱសថនោះនឹងទៅព្យាបាលយើងរបៀបណានោះបន្ទាប់ពីយើងរៀនហើយយើងនឹងដឹងច្បាស់បានមកខ្លួនឯងប៉ុន្តែខ្ញុំលើកជាឧទាហរណ៍ជាអំណាងខ្លះដើម្បីឲ្យបងប្អូនអាចនឹងយល់បានថាតើការសិក្សាព្រះធម៌នេះទៅព្យាបាលសេចក្តីទុក្ខរបស់យើងយ៉ាងដូចម្ដេចបើខ្ញុំរាល់ថ្ងៃខ្ញុំកើតទុក្ខព្រោះខ្ញុំមានជំងឺរាល់ថ្ងៃខ្ញុំកើតទុក្ខព្រោះខ្ញុំអត់លុយចាយខ្ញុំកើតទុក្ខព្រោះខ្ញុំប្រាថ្នារបស់ណាមួយមិនដែលបានសម្រេចដោយបំណងខ្ញុំកើតទុក្ខព្រោះតែខ្ញុំស្អប់របស់ណាខ្ញុំតែងតែជួបនៅរបស់នោះខ្ញុំកើតទុក្ខព្រោះតែខ្ញុំស្រឡាញ់របស់ណាហើយរបស់នោះតែងតែទៅចោលខ្ញុំកើតទុក្ខព្រោះតែខ្ញុំគេចេះតែធ្វើឲ្យខ្ញុំខឹងក្រោធគេចេះតែធ្វើឲ្យខ្ញុំនឹងពិបាកចិត្តខ្ញុំកើតទុក្ខព្រោះតែសម្រស់របស់ខ្ញុំកាន់តែចាស់ទៅបាទខ្ញុំកើតទុក្ខព្រោះតែអ្នកជាទីស្រឡាញ់នឹងឃ្លាតចាកចោលខ្ញុំតាមរយៈបែកគ្នាឬក៏ស្លាប់ជាដើមសុទ្ធតែជាទុក្ខរបស់ពុទ្ធជនយើងតើព្រះធម៌អាចនឹងព្យាបាលជំងឺទាំងអស់ហ្នឹងបានដូចម្ដេចបើខ្ញុំឃើញថាគេរៀនព្រះធម៌គេសូត្រអ្នកមោតសៈភគវតោអីចឹងទៅគេសូត្រព្រះធម៌ហ្នឹងខ្ញុំទៅរៀនមកព្យាបាលជំងឺរបស់ខ្ញុំយ៉ាងដូចម្ដេចទៅ
បាទខ្ញុំនិយាយក្នុងទីនេះគឺចង់សម្ដៅដល់ប្រធមដែលយើងរៀនដើម្បីយល់រៀនដើម្បីយកមកបដិបត្តិក្នុងជីវិតរបស់យើងដើម្បីដោះស្រាយនៅបញ្ហាខ្ញុំមិនផ្ដោតទៅលើប្រធមសម្រាប់សូត្រទេអ្នកខ្លះគិតថាការរៀនធម៌គឺការរៀនធម៌សូត្រមិនដឹងថារៀនធម៌នឹងសម្រាប់យកមកគិតមកពិចារណាមកដោះស្រាយវិបត្តិក្នុងជីវិតទេគិតថារៀនធម៌គឺរៀនធម៌សូត្រទៅវិញឃើញលោកយាយលោកតាប្រឹងទិញធម៌សូត្រនឹងរូចាំមាត់នោះគឺថាគាត់ចេះធម៌បាទនេះចេះធម៌សូត្រទេមិនមែនចេះធម៌សម្រាប់យកមកដោះស្រាយក្នុងជីវិតទេធម៌សម្រាប់ដោះស្រាយក្នុងជីវិតមិនបាច់ចាំចេះសូត្រទេគឺយល់ពីដំណើរធម្មជាតិហេតុដូចម្ដេចទៅហៅថាការសិក្សាព្រះធម៌ដល់យើងស្គាល់ថាស្អីទៅជាព្រះធម៌សិនព្រះធម៌គឺជាធម្មជាតិការដែលយើងសិក្សាព្រះធម៌គឺយើងសិក្សាអំពីដំណើរធម្មជាតិដែលវាប្រព្រឹត្តទៅយើងដឹងអំពីដំណើរដែលធម្មជាតិប្រព្រឹត្តទៅបែបណានៅពេលដែលយើងយល់អំពីដំណើរធម្មជាតិនោះជីវិតយើងនឹងបានស្បើយនៅសេចក្តីទុក្ខបានច្រើនហេតុអ្វីគ្រាន់តែយើងដឹងអំពីដំណើរធម្មជាតិធ្វើជីវិតរបស់យើងបានស្បើយអំពីសេចក្តីទុក្ខឥឡូវខ្ញុំឧទាហរណ៍ថាធម្មជាតិរបស់ភ្លើងគឺក្តៅមែនទេតែប្រសិនបើយើងមិនដឹងអំពីធម្មជាតិរបស់ភ្លើងថាក្តៅយើងឃើញភ្លើងពណ៌ភ្លឺថ្លាស្អាតយើងចង់ទៅប៉ះវានៅពេលដែលយើងប៉ះវាទៅវានឹងរលាកធម្មជាតិរបស់ភ្លើងគឺបែបហ្នឹងវានឹងរលាកនៅពេលដែលយើងមិនយល់អំពីដំណើរធម្មជាតិយើងមិនយល់អំពីច្បាប់ធម្មជាតិយើងនឹងខឹងយើងនឹងកើតទុក្ខព្រោះតែភ្លើងនឹងក្តៅយើងថាហេតុអីបានភ្លើងនឹងក្តៅមិនព្រមតិចឲ្យខ្ញុំអាចកាន់លេងបានទៅខ្ញុំចង់កាន់លេងភ្លើងហ្នឹងនេះឈ្មោះថាជាបុគ្គលដែលមិនដឹងនៅដំណើរធម្មជាតិហើយតែប្រសិនបើយើងដឹងនៅដំណើរធម្មជាតិយើងច្បាស់ថាយើងមិនទៅកាន់ភ្លើងហើយក៏យើងមិនទៅកើតទុកនឹងភ្លើងនឹងក្តៅដែរមែនទេព្រោះយើងដឹងថាជាធម្មជាតិរបស់ភ្លើងគឺវាក្តៅបែបហ្នឹងឯងអញ្ចឹងយើងអត់ចាំបាច់ទៅកើតទុកនឹងភ្លើងក្តៅទេអត់កើតទុកនឹងភ្លើងក្តៅនឹងទឹកហេតុអីមិនក្តៅដូចភ្លើងអត់ទៅទឹកពុះទៅអាក្តៅមកដូចភ្លើងនេះឈ្មោះថាយើងដឹងដំណើរធម្មជាតិមួយនៅពេលដែលយើងដឹងដំណើរធម្មជាតិបែបហ្នឹងឃើញជីវិតយើងអត់កើតទុកព្រោះភ្លើងក្តៅនឹងទេឧទាហរណ៍យើងដឹងថាធម្មជាតិនេះព្រះអាទិត្យឬរះនៅទិសខាងកើតហើយលិចទៅវិញនៅទិសខាងលិចតែប្រសិនបើយើងមិនច្បាស់នៅដំណើរធម្មជាតិយើងមិនដឹងនៅដំណើរធម្មជាតិយើងបែរទៅជាចង់ឲ្យព្រះអាទិត្យនឹងរះពីទិសខាងលិចហើយលិចទៅវិញនៅទិសខាងកើតអាចទៅរួចទេអត់អាចទៅរួចហើយយើងទៅកើតទុកព្រោះធម្មជាតិហ្នឹងយើងនឹងទៅកើតទុកព្រោះថាហេតុអីបានព្រះអាទិត្យមិនព្រមរះពីទិសខាងលិចទៅវិញបាទហើយទៅលិចទៅទិសខាងកើតទៅខ្ញុំចង់អញ្ចឹងខ្ញុំចង់ឲ្យព្រះអាទិត្យរះពីទិសខាងលិចទៅទិសខាងកើតអាចទៅរួចទេមិនអាចទៅរួចទេនៅពេលដែលមិនបានដូចបំណងយើងនឹងកើតទុកនេះឈ្មោះថាយើងមិនដឹងអំពីដំណើរធម្មជាតិអញ្ចឹងនៅពេលដែលយើងដឹងដូចមនុស្សយើងគ្រប់គ្នាដែលដឹងយើងអត់មានទៅកើតទុកព្រោះព្រះអាទិត្យរះពីទិសខាងកើតហើយលិចទៅទិសខាងលិចទេព្រោះយើងដឹងថាធម្មជាតិនឹងវាបែបហ្នឹងឯងហើយយើងលែងកើតទុកទេអញ្ចឹងនៅពេលដែលយើងដឹងអំពីដំណើរធម្មជាតិជីវិតយើងនឹងបានធូរស្រាលច្រើនឃើញយើងអត់មានទៅបង្ខំខ្លួនឯងនឹងឲ្យឈប់កើតទុកទេសេចក្តីទុកហ្នឹងនឹងបាត់ទៅវិញឯងនៅពេលដែលយើងយល់អំពីដំណើរធម្មជាតិយើងដឹងថាជាធម្មជាតិគឺបែបហ្នឹងឯងអញ្ចឹងឧទាហរណ៍ដូចភ្លើងអញ្ចឹងនៅពេលដែលយើងដឹងថាភ្លើងនេះក្តៅធម្មជាតិរបស់ភ្លើងគឺក្តៅបែបហ្នឹងយើងនឹងមិនទៅកើតទុកជាមួយនឹងភ្លើងយើងមិនចង់រលាកយើងកុំទៅចិត្តវាទៅយើងកុំទៅប៉ះវាទៅហើយនៅពេលដែលយើងសិក្សាអំពីធម្មជាតិនឹងស្វែងយល់យើងនឹងអាចបំលែងរឿងដែលមិនល្អនោះឲ្យទៅជារឿងមានប្រយោជន៍វិញក៏អាចទៅបានដែរឧទាហរណ៍ដូចជាភ្លើងអញ្ចឹងយើងដឹងថាភ្លើងនឹងក្តៅប៉ុន្តែបើសិនជាយើងមិនដឹងយើងទៅកាត់ទឹកព្រោះភ្លើងក្តៅយើងចង់ឲ្យភ្លើងនៅត្រជាក់តាមចិត្តរបស់យើងតែបើយើងដឹងថាភ្លើងនឹងក្តៅហើយមិនអាចកែវាបានទេជាធម្មជាតិរបស់វាអញ្ចឹងយើងមិនចង់រលាកយើងគ្រាន់តែកុំទៅប៉ះវាទៅហើយបើយើងសិក្សាដឹងអំពីដំណើររបស់វាកាន់តែច្រើនបន្ថែមទៅទៀតយើងអាចបំលែងវាទៅជារបស់មានប្រយោជន៍ដល់ច្រើនទៀត
យើងអាចយកភ្លើងនឹងទៅដាំបាយដាំទឹកយើងអាចប្រើភ្លើងសម្រាប់ដុតអស់យកជាធ្យូងយើងអាចបំលែងវាបានអាហ្នឹងដោយសារតែយើងមានបញ្ញាហើយយើងដឹងអំពីដំណើរធម្មជាតិហើយយើងអត់បានប្រកាសទុកជាមួយនឹងភ្លើងក្តៅទេយ៉ាងណាមិញចិត្តរបស់យើងដែលកើតទុកក៏ដូចគ្នាដែរមកអំពីយើងមិនបានដឹងអំពីដំណើរដែលចិត្តប្រព្រឹត្តទៅមកអំពីដែលយើងមិនបានដឹងអំពីដំណើរធម្មជាតិដែលរឿងរ៉ាវទាំងឡាយត្រូវកើតមកលើយើងមកលើចិត្តហើយចិត្តហ្នឹងវាដំណើរការបែបនេះនៅពេលដែលយើងដឹងអំពីដំណើរធម្មជាតិដែលចិត្តនេះប្រព្រឹត្តទៅយើងនឹងធូរស្បើយនៅពេលដែលយើងដឹងយើងនឹងលែងកើតទុកព្រោះតែរឿងរ៉ាវដែលជួបយើងដូចដែលយើងលែងកើតទុកព្រោះភ្លើងក្តៅនឹងចឹងហើយអញ្ចឹងយើងកើតទុកអ្នកដែលនាំយើងកើតទុកមុនគេនោះគឺចិត្តនឹងឯងបើយើងគ្មានចិត្តយើងគ្មានដឹងរឿងរ៉ាវអីទាំងអស់នៅពេលដែលយើងដេកលក់ស្ងប់ឈឹងគ្មានវិសពសូម្បីតែរាងកាយក៏យើងមិនឈឺដែររឿងរ៉ាវទាំងឡាយដែលយើងកំពុងតែកើតទុកពីថ្ងៃដែលយើងកំពុងតែព្រួយបារម្ភនៅថ្ងៃស្អែកក៏ត្រូវបានរលត់បាត់នៅពេលនោះគឺចិត្តនឹងស្ងប់ឈឹងបាទនៅពេលដែលចិត្តធ្លាក់ចុះប្រវាំងស្ងប់ឈឹងអត់មានកើតទុកអីទេដេកលក់ឈឹងអត់វាសពអីហ្នឹងបាទអញ្ចឹងកើតទុកក៏ព្រោះតែចិត្តសบายចិត្តក៏ព្រោះតែចិត្តឃើញទេសាងអំពើបាបទាំងឡាយក៏ព្រោះតែចិត្តជាហេតុសាងអំពើបុណ្យទាំងឡាយក៏ព្រោះតែចិត្តជាហេតុអញ្ចឹងមេខ្លោងមុនគេគឺចិត្តហ្នឹងឯងចុះប្រសិនបើយើងបានសិក្សាអំពីចិត្តដឹងអំពីដំណើររបស់ចិត្តដូចយើងដឹងអំពីធម្មជាតិរបស់ភ្លើងយើងច្បាស់ណាស់ថានឹងបានគូស្រាវច្រើនមិនទាំងអស់ព្រោះយើងជាបុគ្គលជនមិនទាន់កាត់ផ្ដាច់នៅអវិជ្ជាបានទាំងស្រុងទេយើងបានត្រឹមតែបង្ក្រាបវាដោយនៅពេលដែលបញ្ញាកើតឡើងប៉ុណ្ណោះនៅពេលដែលបញ្ញាយើងអន់ថយធ្លាក់ចុះអវិជ្ជានឹងមកគ្របដណ្ដប់វិញឆ្លាស់ទៅឆ្លាស់មកអញ្ចឹងបានយើងត្រូវឧស្សាហ៍ពិចារណារឿយសិក្សាបដិបត្តិរឿយអញ្ចឹងហើយគឺពិតជាសំខាន់ក្នុងការសិក្សាវធដើម្បីដោះស្រាយបញ្ហាក្នុងជីវិតរបស់យើងដោយមិនចាំបាច់តតែចាស់ទៅយើងរៀនវធទេព្រោះព្រះធម៌អាចព្យាបាលជំងឺផ្លូវចិត្តជំងឺទាំងឡាយដែលកើតឡើងមកលើយើងបញ្ហាទាំងឡាយដែលកើតឡើងមកលើយើងក្នុងពេលបច្ចុប្បន្ននេះតែម្ដងយើងអត់ចាំបាច់ចាំចាស់ទេបើចាំចាស់ជំងឺដែលកើតឡើងក្នុងអតីតនេះនឹងធ្វើទុកទោសដល់យើងកាន់តែខ្លាំងជាមិនខានដូចយើងដឹងថាយើងកំពុងតែឈឺមានថ្នាំសម្រាប់លេបហើយប៉ុន្តែមិនលេបចាំចាស់ចាំខ្ញុំលេបបុគ្គលបែបនោះជាបុគ្គលយ៉ាងម៉េចនេះឆ្លាតឬក៏ល្ងងនឹងឯងល្ងងព្រោះអីព្រោះមានអវិជ្ជាហើយសួរថាបុគ្គលជនទាំងឡាយមាននរណាម្នាក់ដែលបានលះអវិជ្ជាហើយនៅទេនៅទាំងអស់តតែព្រះអរហន្តទៅព្រះអង្គលះនៅអវិជ្ជាបានអស់អញ្ចឹងហើយដែលខ្ញុំចង់និយាយអំពីការសិក្សារៀនព្រះធម៌នេះហើយព្រះធម៌អាចជួយជីវិតរបស់យើងឲ្យស្រាកស្រានពីសេចក្តីទុក្ខនេះគឺបែបនេះឯងហើយព្រះធម៌នោះបែបណាអាចនឹងខុសពីការយល់ដឹងរបស់បងប្អូនមួយចំនួនដែលធ្លាប់យល់មកកន្លងមកថាតែបើយល់យ៉ាងម៉េចបើខ្ញុំឃើញគេរៀនព្រះធម៌គេរៀនដើម្បីតែសូត្រទៅទាំងលោកទាំងប្រសក់មានលោកយាយលោកតាតែធ្វើបុណ្យអីឃើញសូត្រធម៌រៀនធម៌តែឃើញគាត់ចាប់សភុំគាត់រៀនធម៌គាត់ថាគាត់រៀនធម៌សូត្រទន្ទិញនឹងចាំអស់មិនជាតោះខុសអីទេក្នុងការទន្ទិញធម៌តែយើងត្រូវចូលឲ្យជ្រៅជាងនឹងមួយកម្រិតទៀតគឺរៀនទន្ទិញចាំហើយយល់អំពីអត្ថន័យវាទៅទៀតធម៌ទាំងឡាយដែលព្រះអង្គបានបង្រៀនមកអ្នកប្រាជ្ញយើងបានចងក្រងទៅជាធម៌សូត្រប៉ុន្តែក៏បានបកស្រាយអំពីអត្ថន័យនៃធម៌សូត្រទាំងនេះដែរអញ្ចឹងរឿងដែលយើងត្រូវរៀនគឺរៀនអំពីអត្ថន័យនោះគឺជារឿងដ៏សំខាន់ចេះសូត្រហើយដឹងទាំងអត្ថន័យទៀតទៅអាចព្យាបាលជំងឺរបស់យើងបាន
mình men sốt một hai bậc cài ai chia bao chừng người lâu chất bởi dương ai ở dương nâng lên chụp tục cùng vào chụp để sạc đây sọc thế mình men đây bậc sai bánh hàm chụp để cả lần thì mùi dương sai đừng con để dương chết chăm sốt tục bậc cài thì món nước chỉ càng vô không mùi này chẳng nhưng khuyên thàក្នុង clip មួយនេះរៀងវែងដែរខ្ញុំចង់សង្ខេបខ្លីប៉ុណ្ណេះហើយនឹងជួបគ្នានៅក្នុង clip ខាងក្រោយបន្តមួយទៀតនឹងនិយាយអំពីការសិក្សាពធគឺតកតនឹងផ្លូវចិត្តរបស់យើងហ្នឹងដើម្បីឲ្យដឹងថាតើចិត្តហ្នឹងដំណើរការទៅបែបណារឿងរ៉ាវទាំងឡាយដែលវាមកប៉ះទង្គិចផ្លូវចិត្តដែលនាំឲ្យយើងសប្បាយរីករាយកើតទុក្ខព្រួយបារម្ភនេះវាដំណើរការទៅបែបណាហើយនៅពេលដែលយើងដឹងអំពីដំណើរការរបស់វាច្បាស់ណាស់វានឹងធូរស្រាលជាងយើងមិនដឹងអញ្ចឹងនឹងជួបគ្នានៅវីដេអូក្រោយទៀតខ្ញុំនឹងលើកឡើងអំពីមេរៀនទាក់ទងទៅនឹងចិត្តរបស់យើងដែលមានបង្រៀននៅក្នុងពុទ្ធសាសនារបស់យើងដែលព្រះអង្គអាចបង្រៀនរួចរាល់មកហើយក៏មានអ្នកបង្រៀនច្រើនដែរខ្ញុំដែលចេះដឹងនេះក៏អាស្រ័យនឹងការរៀនសូត្រមកដែរហើយមេរៀនចិត្តនេះនៅក្នុងបរមត្ថធម៌គឺឲ្យឈ្មោះថាចិត្តបរមត្ថធម៌4មានចិត្តមានចិត្តសឹកមានរូបមាននិព្វានអញ្ចឹងជាមេរៀនទី1ដែលយើងត្រូវដឹងជាជំហានទី1ដែលយើងត្រូវដឹងហើយខ្ញុំគិតថាវាពិសេសវិសាលណាស់បន្ទាប់ពីខ្ញុំបានរៀនដឹងហើយខ្ញុំគិតថាអស្ចារ្យណាស់គ្មានបុគ្គលទី2ឯណាអាចបើកបង្ហាញអំពីមេរៀនដ៏អាថ៌កំបាំងមួយនេះក្រៅអំពីព្រះពុទ្ធបានទេចឹងហើយទើបខ្ញុំឃើញថាវាពិសេសភាសាខ្ញុំចង់ចែករំលែកឲ្យបងប្អូនបានដឹងអំពីរឿងរ៉ាវដ៏ពិសេសភាសាមួយនេះដែរហើយនឹងជួបគ្នានិយាយទាក់ទងនឹងចិត្តនៅក្នុងវិទ្យាក្រោយមិនទាន់អាចថាលំអិតទេតើយើងរៀនជាមេរៀនតែម្ដងទើបលំអិតប៉ុន្តែយ៉ាងណាក៏យើងបានដឹងអំពីថាតើចិត្តដំណើរការបែបម៉េចបាទអញ្ចឹងប៉ុណ្ណឹងចាស់ចាំជួបគ្នានៅក្នុងវិទ្យាក្រោយសូមជម្រាបលា